គម្រោងនេះយើងតាមផែនការនៅខែ7 2027បានចប់ប៉ុន្តែតាមការវិតម្លៃយើងអាចថាចប់នៅក្នុង2026ទន្ទឹមនេះដែរគេថាយើងសូមរាយការណ៍ពីការវិវត្តនៃការសាងសង់នេះតើយើងបច្ចុប្បន្នភាពហ្នឹងយើងធ្វើគម្រោងយ៉ាងម៉េចខ្លះហើយយើងខ្ញុំចុះមកថ្ងៃនេះគេថាយើងសូមធ្វើបច្ចុប្បន្នភាពបន្ថែមទៅលើពីមុនមកដែរផ្លូវនេះគេថាយើងមុននៅដាច់ខែនេះថ្ងៃ5 ខែ 4 អីហ្នឹងគេថាយើងកំណត់ពីស្គនមកនេះគេថាយើងនឹងអាចថាក្រាលថ្មហើយនឹងធ្វើសួនបានមួយចំនួនថាมันងាយស្រួលដល់ប្រជាជននៅក្នុងការហុយដីហុយអីណានិយាយរួមពីផ្លូវនោះមកដល់ខេត្តកំពង់ចាមមកយើងពង្រីកបានផ្លូវទាំងអស់24 ម៉ែត្របាទតែម្ដងបាទ24 ម៉ែត្រហ្នឹងតែម្ដងហើយនឹងស្ពានដែលមាន8ស្ពានហ្នឹងគេថាយើងចរាចរណ៍នឹងបើកទាំងសងខាងអត់មានថាកន្លែងណាមួយរួមតូចទេបាទយើងអាចបើកចរាចរណ៍បានហើយក្នុងនេះគេថាដូច្នេះការវិតម្លៃរបស់ខ្ញុំទៅពេលនេះគេថាត្រឹមថ្ងៃដាច់ខែ3នេះគេថាយើងបាន43%គម្រោងនេះយើងតាមផែនការនៅខែ7 2027បានចប់ប៉ុន្តែតាមការវិតម្លៃយើងអាចថាចប់នៅក្នុង2026បាទព្រោះយើងគឺប៉ុណ្ណេះបានដល់43%ហើយបាទទុំការ2025ហ្នឹងបាទខែ3បាទដូច្នេះយើងអាចថាចប់នៅមុនឆ្នាំ2027អាច2026អីអាចចប់ជាស្ថាពរ